รถยนต์ Land Rover Defender មួយគ្រឿងនេះមានបញ្ហាលន្លឺសំឡេងម៉ាស៊ីនខុសធម្មតានៅពេលបើកបរនិងដំណើរការម៉ាស៊ីនបញ្ហានេះបណ្ដាលមកពីការខូចខាតផ្នែកខាងក្នុងម៉ាស៊ីនដែលត្រូវការត្រួតពិនិត្យយ៉ាងលម្អិតដំណោះស្រាយជាជំនាញយើងគឺធ្វើការរើម៉ាស៊ីនចេញពីរថយន្តដើម្បីដោះបំបែកនិងធ្វើការជួសជុលផ្នែកខាងក្នុងម៉ាស៊ីនដំណើរការជួសជុលធ្វើឡើងដោយប្រុងប្រយ័ត្នប្រើឧបករណ៍ស្តង់ដារនិងបច្ចេកទេសត្រឹមត្រូវដើម្បីធានាគុណភាពនិងប្រសិទ្ធភាពម៉ាស៊ីនបន្ទាប់ពីជួសជុលរួចម៉ាស៊ីនដំណើរការល្អវិញសំឡេងលាន់ត្រូវបានបំបត្តិនិងផ្ដល់ភាពជឿជាក់ក្នុងការបើកបរឡើងវិញសូមអរគុណជួបគ្នានៅវីដេអូក្រោយទៀត